เอาពុកម្ដាយជាទីរាប់អានដំណោះស្រាយខ្លះសម្រាប់កូនដែលខ្ជិលឬធ្វើការងារយឺតយ៉ាវកូនខ្ជិលអាចធ្វើឲ្យឪពុកម្ដាយហត់នឿយទាំងកាយទាំងវិជ្ជាទាំងចិត្តប៉ុន្តែភាពយឺតយ៉ាវរបស់កូនច្រើនតែជាសញ្ញានៃបញ្ហាដែលមាននៅពីក្រោយតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យកូនខ្ជិលមិនចង់ធ្វើការយើងមាន4ចំណុចបាទទី1គឺការខ្វះគោលដៅកូនមិនយល់ថាការធ្វើកិច្ចការងារនោះមានប្រយោជន៍អ្វីសម្រាប់គាត់ទេទី2គឺខ្លាចបរាជ័យពេលខ្លះកូនមិនព្រមចាប់ផ្ដើមធ្វើអ្វីមួយព្រោះគាត់ខ្លាចធ្វើមិនបានល្អឬត្រូវបានគេរិះគន់ស្ដីបន្ទោសឯចំណុចទី3គឺទម្លាប់ដែលមានគេធ្វើឲ្យបើឪពុកម្ដាយតែងជួយធ្វើកិច្ចការងារជំនួសគាត់គ្រប់យ៉ាងគាត់នឹងលែងចង់ខ្វល់ខ្វាយគាត់នឹងលែងចង់ធ្វើគាត់នឹងលែងចង់យកចិត្តទុកដាក់ចំពោះភារកិច្ចរបស់គាត់ទី4គឺបញ្ហាផ្លូវចិត្តភាពតានតឹងការបាក់ទឹកចិត្តបញ្ហាខ្វះការផ្ដោតអារម្មណ៍ក៏អាចមើលទៅដូចជាភាពខ្ជិលច្រអូសដែរតើយើងមានវិធីសាស្ត្រអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះបាទវិធីសាស្ត្រដោះស្រាយដែលមានប្រសិទ្ធភាពចំពោះកូនដែលខ្ជិលទី1គឺការកំណត់ច្បាប់ដែលចែងថាធ្វើសិនទៅបានគឺកុំប្រើការគំរាមកំហែងត្រូវប្រើការផ្ដល់រង្វាន់ជាលក្ខខណ្ឌវិញបាទឧទាហរណ៍ថាកាលណាកូនជូតផ្ទះរួចរាល់នោះកូនអាចមើលទូរស័ព្ទបាន20នាទីជាការផ្ដល់រង្វាន់តែរង្វាន់នេះបានទាល់តែកូនជូតផ្ទះហើយសិនឧទាហរណ៍មួយទៀតកាលណាកូនធ្វើកិច្ចការផ្ទះរួចរាល់នោះយើងនឹងអាចទៅញ៉ាំអីនៅខាងក្រៅបានអញ្ចឹងច្បាប់ធ្វើសិនទៅបានគឺត្រូវប្រើចំពោះកូនដែលខ្ជិលចំណុចទី2គឺការបង្រួមកិច្ចការឲ្យតូចពេលខ្លះកូនមិនចង់ធ្វើព្រោះមើលទៅកិច្ចការនោះវាធំពេកសម្រាប់ខ្លួនដូចនេះពុកម្ដាយត្រូវចេះបង្រួមឬក៏បែងចែកការងារទៅតាមផ្នែកសម្រាប់កូនបើឧទាហរណ៍ថាបោសផ្ទះទាំងមូលចូលប្រាប់កូនឲ្យធ្វើរឿងតូចជាមុនសិនឧទាហរណ៍ថាកូនជួយរៀបចំសម្ភារៈសិក្សាលើតុឲ្យមានរបៀបសិនមកដោយប្រើពេលត្រឹមតែ5នាទីបាទចំណុចទី3គឺបណ្ដោយឲ្យគាត់ទទួលផលវិបាកតាមយថាកម្មឬតាមធម្មជាតិក្នុងន័យនេះគឺបានបង្ហាញថាកុំព្យាយាមជួយសង្គ្រោះគាត់គ្រប់រឿងពេកបើឧទាហរណ៍ថាបើគាត់មិនបោកខោអាវគាត់នឹងមិនមានខោអាវស្អាតស្លៀកពាក់ទេបើគាត់មិនធ្វើកិច្ចការសាលាគាត់នឹងត្រូវគ្រូដាក់ពិន័យការឲ្យគាត់រៀនពីកំហុសដោយខ្លួនឯងគឺជាមេរៀនដ៏ល្អបំផុតសម្រាប់គាត់ចំណុចទី4គឺការកាត់បន្ថយការរអ៊ូរទាំការរអ៊ូរទាំច្រើនពេកធ្វើឲ្យកូនថ្លង់និងលែងចង់ស្ដាប់ពេលខ្លះគាត់ស្ដាប់ហើយតែស្ដាប់ទាំងបង្ខំស្ដាប់ហើយតែមិនធ្វើក៏ដូចជាមិនស្ដាប់ដដែលចូលនិយាយឲ្យខ្លីមិនឲ្យចំគោលដៅនិងប្រាប់ពីការរំពឹងទុករបស់អ្នកឲ្យបានច្បាស់ទំនាក់ទំនងល្អការបង្កើតទំនាក់ទំនងល្អជាមួយកូន
ក៏ជារឿងចាំបាច់បំផុតផងដែរគាត់នឹងចង់ធ្វើអ្វីមួយដើម្បីឲ្យអ្នកសប្បាយចិត្តកុំភ្លេចចំណាយពេលនិយាយលេងសើចជាមួយកូនដោយបញ្ចូលការងារឬការរៀនសូត្រខ្លះផងនៅក្នុងការនិយាយស្ដីនោះបាទជារួមមកវិញបាទកូនដែលមានកប្បកិរិយាខ្ជិលច្រអូសឬក៏យឺតយ៉ាវអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជាខ្វះគោលដៅថាធ្វើទៅដើម្បីអ្វីខ្លាចបរាជ័យទម្លាប់ដែលគេធ្វើអ្វីមួយឲ្យឬធ្វើជំនួសឬទម្លាប់ដែលគេជួយនឹងឯងបញ្ហាផ្លូវចិត្តបញ្ហាភាពតានតឹងជាដើមហើយវិធីសាស្ត្រដោះស្រាយដែលមានប្រសិទ្ធភាពយើងមាន5ចំណុចទី1គឺយើងត្រូវកំណត់ច្បាប់ហ្នឹងគឺថាធ្វើសិនទើបបានធ្វើឲ្យហើយទើបបានទី2គឺការបង្រួមកិច្ចការឲ្យតូចដើម្បីឲ្យគាត់មើលទៅមានភាពងាយស្រួលទី3បណ្ដោយឲ្យគាត់ទទួលផលវិបាកតាមបែបសម្មាជីវោគាត់ធ្វើអីគឺគាត់នឹងទទួលផលនោះដោយគ្មានអ្នកដទៃមកទទួលជំនួសឡើយទី4គឺការកាត់បន្ថយការរអ៊ូរទាំកុំរអ៊ូរទាំច្រើនពេកហើយទី5គឺទំនាក់ទំនងល្អបង្កើតភាពស្និទ្ធស្នាលជាមួយកូនបាទកត្តាទាំងនេះហើយដែលអាចជាដំណោះស្រាយខ្លះដល់អាណាព្យាបាលដើម្បីឲ្យកូនមានភាពរហ័សរហួននិងកាត់បន្ថយភាពខ្ជិលច្រអូសមកឧស្សាហ៍ព្យាយាមវិញ